វិភាគសុភាសិតខ្មែរជ្រៃលោមស្រឡៅត្រើលោមបឹងតើជ្រៃលោមស្រឡៅយ៉ាងម៉េចហើយត្រើលោមបឹងយ៉ាងម៉េចធ្លាប់តែលោមសង្សារឲ្យបាត់ខឹងដល់តែត្រើលោមបឹងសឹងតែរកដំណើររឿងមិនចង់ឃើញពាក្យថាលោមគឺការធ្វើឲ្យទន់ចិត្តធ្វើឲ្យទុកចិត្តប៉ុន្តែបើក្តាប់យកដំណើររឿងរបស់ជ្រៃនិងត្រើយើងសម្គាល់ថារុក្ខជាតិពីរប្រភេទនេះដុះនៅទីណាទីនោះធ្វើឲ្យអ្នកដើមអន្តរាយដូច្នេះវត្តមាននៃការដុះរបស់ពួកវាគឺស្មើនឹងការលោមគឺស្រដៀងនឹងពាក្យថាផ្អែមតែពឹសពុលមកឆ្វេងយល់ពីដំណើររឿងនៃត្រង់ជាមុនសិនរុក្ខជាតិត្រាវវាច្រើនដុះនៅតាមមាត់ទឹកឬមាត់បឹងទីដែលវាដុះរមែងបង្កពូជច្រើនគុំឡើងទៅទីដែលវាដុះមិនយូរមិនឆាប់នឹងកើនដីល្បាប់ហើយប្រែជាគោកចំណែកទឹកដែលនៅទីតាំងវាដុះឬនៅឆ្ងាយកម្រិតមធ្យមពីវាក៏ប្រែទៅជារមាស់ផងដែរសរុបមកទឹកបឹងគឺនឹងត្រូវទទួលផលអវិជ្ជមានពីរុក្ខជាតិត្រាវទំហំដីបឹងនឹងត្រូវរួមតូចបន្តិចម្ដងដោយសាររុក្ខជាតិត្រាវចំណែករុក្ខជាតិជ្រៃក៏បង្កផលប៉ះពាល់មិនខុសពីត្រាវដែរប្រភេទជ្រៃវល្លិដើមរបស់វាមានសន្តានជាពួរវាច្រើនតែដុះរុំតោងដើមឈើឯទៀតជាទីពឹងឬដុះរុំតោងដើមស្រឡៅនោះឯងដំណើរការដុះរបស់វាគឺលួតសន្សឹមច្រើនខែច្រើនឆ្នាំរហូតរឹតរួតដើមស្រឡៅឲ្យបាត់បង់តុល្យភាពដើមស្រឡៅក៏ប្រែជាក្រិនឬឈានដល់ងាប់ទៀតផងដូច្នេះដំណើរការដុះរុំតោងរបស់រុក្ខជាតិជ្រៃនេះគឺស្មើនឹងពាក្យថាលោមស្រដៀងនឹងពាក្យថាផ្អែមតែពឹសពុលសមនឹងបុរាណបានចែងថាមួយនេះក្រមច្បាប់លោកកុំឲ្យត្រាប់អំពើពុតជ្រៃកាលណាដូចដុះចាក់ចុះអាស្រ័យត្រង់ស្ថានណានៃអ្នកដើមអន្តរាយចំពោះនៃបង្កប់ពាក្យថាជ្រៃលោមស្រឡៅត្រើលោមបឹងចាស់បុរាណលោកចង់ឲ្យយើងត្រូវចេះប្រុងស្មារតីនឹងការលួងលោមពីនរណាម្នាក់ចំពោះសង្គមគ្រួសារខ្ញុំគិតថាមិនអ្វីទេឪពុកម្ដាយលួងលោមកូនបងលួងលោមប្អូនប្តីលួងលោមប្រពន្ធតែត្រូវប្រុងស្មារតីចំពោះសង្គមខាងក្រៅមនុស្សគ្រប់រូបតែងតែមានការលួងលោមគ្នាដោយហេតុផលជាក់លាក់ប៉ុន្តែការលួងលោមខ្លះគឺក្នុងបំណងពងរកប្រយោជន៍ពីយើងឬក្នុងបំណងធ្វើស៊ីយើងតែម្ដងខ្ញុំសូមលើកឧទាហរណ៍សម្បនិមិត្តមួយបុគ្គលឆក់បោកម្នាក់បានបន្លំខ្លួនជាមេខ្យល់ដើម្បីនាំមនុស្សពេញកម្លាំងទៅឲ្យធ្វើការចំណាក់ស្រុកខុសច្បាប់គេនិយាយបញ្ចុះបញ្ចូលជើងថាការងារមិនលំបាកទេប្រាក់ខែខ្ពស់រាប់ពាន់ដុល្លារស្នាក់នៅហូបចុកលើគេមានសម្រាប់ថ្ងៃចុងសប្តាហ៍ឲ្យតែទៅជាមួយខ្ញុំត្រឹមមួយខែដឹងតែសល់លុយពាន់ដុល្លារហើយបើសម្រាប់ចិត្តថាទៅខ្ញុំកក់លុយឲ្យ$500ដំណើររឿងនេះហៅថាជ្រៃលោមស្រឡៅត្រើលោមបឹងការលួងលោមដោយវិធីទឹកលុយនេះសឹងតែធ្វើឲ្យយើងជឿជាក់ទាំងស្រុងតែម្ដងមនុស្សនឹងប្រាក់យៈនឹងសាច់ប្រសិនបើយើងទន់ចិត្តហើយព្រមទៅជាមួយការលួងលោមពិតណាស់ជោគវាសនារបស់យើងក៏មិនខុសពីជ្រៃលោមស្រឡៅនោះដែរដូច្នេះមិនថាគេជានរណាហើយមកពីណាយើងស្គាល់ច្បាស់ឬស្គាល់មិនច្បាស់អ្វីដែលយើងគួរប្រុងស្មារតីជានិច្ចនោះគឺការលួងលោមដោយមិនមានហេតុជាក់លាក់ដូចជាគេលួងលោមសំទោសយើងដោយហេតុគេធ្វើខុសចំពោះយើងគេលួងលោមដោយសុំជំនួយពីយើងត្រង់ការលួងលោមបែបនេះយើងអាចកំណត់ដឹងពីគោលបំណងនិងចេតនារបស់គេចុះបើមានគេលួងលោមបញ្ចូលក្នុងហេតុថាគេចង់ជួយយើងថាឲ្យតែយើងធ្វើតាមគេយើងនឹងបានផលបែបនេះឬបែបនោះការលួងលោមបែបនេះគឺមានកំបាំងហេតុដ៏អាក្រក់បំផុតព្រោះគ្រប់ដំណើរសុចរិតទាំងអស់រមែងតែតួអង្គដែលត្រូវការជំនួយជាអ្នកសម្ដែងភាពទន់ភ្លន់និងលួងលោមដាក់អ្នកដែលចង់ជួយតែមិនមែនអ្នកដែលចង់ជួយមកលួងលោមឲ្យយើងទទួលការជួយពីគេនោះទេ